ព្រះស្វាមីមិនដែលយាងមកសម្រាននៅដំណាក់របស់ខ្ញុំម្ចាស់យូរហើយឬគេនិយាយថាបើបានឡើងទៅដល់ឋានសុគជនទី9នឹងនាំមកនៅក្តីសុខប្លែកអារម្មណ៍យ៉ាងខ្ញុំម្ចាស់ក៏ទើបតែរកនឹកឃើញវិធីងាយមួយគឺចង់សាកល្បងដោយខ្លួនឯងដើម្បីឲ្យព្រះអង្គបានសាកល្បងមុនបន្តិចយួនផែនឯងព្រះស្វាមីបើមិនជឿទេទត់ចុះនៅមានស្នាមម្រាមដៃទៀតផងខ្សែសូត្រពណ៌សមិនអាចធ្វើឲ្យមានស្នាមបែប5ដូចច្បាស់បែបនេះទេយើងរវល់តែនឹងកិច្ចការផ្ទៃក្នុងប្រទេសពិតជាបានប្រងើយកន្តើយនឹងព្រះមហេសីមែនប៉ុន្តែថ្ងៃក្រោយអញគុំធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រដែលគ្រោះថ្នាក់បែបនេះទៀតមិនសមរម្យតតែសោះអូព្រះរាជាខ្ញុំម្ចាស់ក៏ព្រោះតែបារម្ភពីព្រះមហេសីពេកដែរតើព្រះរាជាបានហើយអញក៏ព្រោះតែបារម្ភពេកទើបវង្វេងវង្វាន់បែបនេះឲ្យឃុំខ្លួនក្នុងដំណាក់3ថ្ងៃចាត់ទុកជាការប្រមានស្រាលចុះតែ3ថ្ងៃការឃុំខ្លួនរបស់ស្នំឈីនេះដូចជាការសម្រាកចុងសប្តាហ៍អញ្ចឹងក្រែមិនទាន់ទាំងកក់ក្ដៅផងក៏ចេញមកលោតកញ្ឆេងទៀតបាត់ទៅហើយព្រះមហេសីពិសាអាហារបួសអស់កន្លះឆ្នាំហើយចិត្តក្ដៅខ្លាំងណាស់ឆ្លៀតឱកាស3ថ្ងៃនេះដើម្បីរំសាយកំហឹងចុះព្រះមហេសីពួកយើងគួរតែសាកល្បងម្ដងទៀតទេបង្កើតបាបកម្មមែនហឺឯងទៅស្រាវជ្រាវម្នាក់ឯងទៅព្រះមហេសីនេះជាប្រាក់ចំណេញកាលពីខែមុនដែលគ្រួសារខាងម្ដាយលោកម្ចាស់ផ្ញើមកជូនកច្បាប់វណ្ណៈទាំង4មន្ត្រីកសិករជាងទំនិញអាជីវករពួកអ្នកចំនួនគ្រាន់តែជាវណ្ណៈទាបបំផុតសោះផ្ទេរលុយឲ្យឯង50កែសម្រួលសម្ដីឡើងវិញអ្នកចំនួនគឺជាកម្ពុជាវណ្ណៈជានិច្ចជាពន្លឺនៃនិយាយបានល្អលើកក្រោយនឹងមានរង្វាន់ទៀតធ្វើអីហ្នឹងតាក់ប្រាក់ចំណេញតើកាលពីមុនរាល់ខែពេលទទួលបានប្រាក់ចំណេញមិនមែនត្រូវដក1ភាគធំទៅសូកប៉ាន់ព្រះវររាជមាតាតែហៅទេអីប្រញាប់ឡើងចិត្តដល់ពេលត្រូវទៅច្របាច់ជើងថ្វាយព្រះវររាជមាតាហើយខ្ញុំមិនត្រឹមតែយកលុយផ្ទាល់ខ្លួនចូលមកក្នុងដំណាក់ដើម្បីចែកជូនគេទេថែមទាំងត្រូវទៅធ្វើស៊ីបជើងម៉ាសាជើងឲ្យគាត់រាល់ថ្ងៃទៀតខ្ញុំជាអ្នកបម្រើលំដាប់ទៀតមែនទេម្ចាស់រាងកាយដើមនេះស្រឡាញ់រហូតដល់ងឹតមុខវង្វេងខួរអស់ហើយមែនទេនៅមិនទាន់ប្រញាប់វាមកទីនេះទៀតមកច្របាច់ជើងឲ្យយើងសុំទោសផងនឹកស៊ីច្រឡំមនុស្សហើយសុំរំខានហើយយួនផែនកាលពីដើមគឺឯងខ្លួនឯងដែលអង្គរកស្លាប់រស់ចង់មកបំពេញតួនាទីជាកូនតញោចំពោះយើងថ្ងៃនេះមកយឺតយើងមិនប្រកាន់ទេតែមិនទាន់ធ្វើការផងចង់រត់បាត់ឯងចង់ធ្វើអ្វីសឹកឯងវាដឹងគុណបបចំណៃលុះត្រាតែវាធ្លាប់ត្រូវបានគេចិញ្ចឹមបីបាច់កូនបំពេញតញោលុះត្រាតែចាស់ទុំមានសិលធម៌ជំរាបសួរតើអ្នកមានសិលធម៌ដែរទេពិតជាចាស់វិសាខួររឹងមែនឯងគ្រួសារឯងគ្រាន់តែជាពួកអាជីវករជួទាបបំផុតសោះកូនប្រុសយើងប្រទានតំណែងជាមហេសីឲ្យឯងគឺជាបុណ្យសំណាងធំធេងណាស់ទៅហើយឯងហ៊ានពោលពាក្យប្រហានបែបនេះផងបុណ្យសំណាងកាលពីឆ្នាំនោះកូនប្រុសរបស់អ្នកត្រូវបានគេវាយឡើងដូចចៅសេកឃ្លាំងជាតិក៏ទេស្អាតសូម្បីតែកណ្ដុរក៏ដើរចេញទាំងទឹកភ្នែកដែរគឺគាត់អង្គរពុកខ្ញុំផ្អែកលើពុកខ្ញុំបាញ់លុយជួយឧបត្ថម្ភទើបអាចរក្សាតំណែងជាស្ដេចរបស់គាត់បានខ្ញុំជាអ្នកមានគុណធំធេងរបស់គ្រួសារអ្នកហើយអ្វីខ្ញុំត្រូវមកធ្វើជាគោជាសេះបម្រើអ្នករាល់គ្នាឯងមុខមាត់ក៏អាក្រក់ចំណេះដឹងក៏គ្មានសិលធម៌ក៏គ្មានកូនប្រុសយើងអត់ធ្មត់នឹងឯងគ្រប់បែបយ៉ាងហើយឯងនៅមិនទាន់ស្កប់ចិត្តទៀតចុះព្រះមហេសីអង្គមុនសុគតដោយសារអ្វីទៅទោះជាយ៉ាងណាក៏ដោយជៀនជិនមិនបានលើកលែងទោសឲ្យទង្វើខុសច្បាប់របស់ម្ដាយឡើយគាត់បានដើរទៅចុងច្រកផ្លូវដើរហើយទូរស័ព្ទរាយការណ៍ទៅប៉ូលីសគាត់ដឹងថាទោះបីជាមានការសោកស្ដាយក៏ដោយក៏មិនអាចយកលេសថាខ្លាចដើម្បីទទួលបានការលើកលែងទោសនោះដែរទីបំផុតម្ដាយរបស់គាត់ត្រូវបានប៉ូលីសចាប់ខ្លួននិងនាំចេញទៅ
ទោះបីជាម្ដាយត្រូវជាប់គុកក៏ដោយក៏ជៀនចិននិងសៀវយ៉ានតែងតែនាំកូនប្រុសទៅសួរសុខទុក្ខគាត់នៅពន្ធនាគារជាញឹកញាប់ដើម្បីឲ្យគាត់បានទទួលនូវភាពកក់ក្ដៅនៃមនោសញ្ចេតនាគ្រួសារនិងដឹងថាគាត់មិនត្រូវបានគេបោះបង់ចោលឡើយនេះធ្វើឲ្យគាត់ដឹងខ្លួនថាសេចក្តីស្រឡាញ់មិនមែនជាការគ្រប់គ្រងផ្ដាច់មុខនោះទេហើយគ្រួសារត្រូវការយោគយល់អត់អន់ឲ្យគ្នាវិធីសាស្ត្រដ៏ជ្រុលនិយមមានតែនាំមកនូវការឈឺចាប់និងការធ្វើបាបដល់មនុស្សគ្រប់គ្នានិងនាំមកនូវការឈឺចាប់ដែលមិនចាំបាច់មានតែការលះបង់ភាពមានមារណៈនិងរៀនយល់ចិត្តគ្នាពិតប្រាកដទើបអាចព្យាបាលស្នាមរាជឆាក្នុងគ្រួសារនឹងអនុញ្ញាតឲ្យមនោសញ្ចេតនាគ្រួសារត្រឡប់មកក្នុងភាពកក់ក្ដៅវិញដែលធ្វើឲ្យមនុស្សគ្រប់គ្នាអាចរីករាយនឹងការជួបជុំគ្នាឡើងវិញដោយក្តីសុខសាច់រឿងត្រូវបានបញ្ចប់សូមអរគុណសម្រាប់ការទស្សនានិងស្ដាប់កំសាន្តជួបគ្នានៅភាគក្រោយ